ជំរាបសួរបងប្អូនទាំងអស់គ្នាស្វាគមន៍ការមកដល់វេទិកានៃការរៀបចំអិរិយាបថក្នុងការលក់អិរិយាបថនេះដើរតួសំខាន់ណាស់នៅក្នុងការលក់ដែលនៅក្នុងការលក់គឺយើងមិនពឹងផ្អែកទៅលើជំនាញឬក៏រូបសម្បត្តិខាងក្រៅទាំងស្រុងតែអ្វីដែលយើងត្រូវពឹងផ្អែកចាំបាច់និងសំខាន់បំផុតនៅក្នុងដំណើរឈានទៅរកភាពជោគជ័យនៃការលក់នោះគឺអិរិយាបថទោះជាអិរិយាបថនឹងសំខាន់យ៉ាងណាក៏ដោយក៏នៅតែមានបងប្អូនមួយចំនួនមិនបានគិតគូរយកចិត្តទុកដាក់ចំពោះការរៀបចំអិរិយាបថតែបែរទៅជាគិតខ្វល់ខ្វាយនិងបារម្ភតែទៅលើជំនាញនិងរូបសម្បត្តិខាងក្រៅសំខាន់ជាងទៅវិញរហូតដល់មានបងប្អូនខ្លះគាត់គិតថាគាត់មិនអាចខ្លាយទៅជាអ្នកលក់បានទេព្រោះរូបសម្បត្តិរបស់គាត់មិនស្អាតមិនល្អមិនតឹងហាតែនៅលើโลกនេះអ្នកដែលប្រកែលក់ទាំងអស់មិនមែនតែជាអ្នកដែលមានរូបសម្បត្តិល្អស្អាតនិងតឹងហាតែជាអ្នកដែលមានអិរិយាបថល្អហើយមានបងប្អូនមួយចំនួនទៀតគាត់គិតថាគាត់ក៏មិនអាចខ្លាយទៅជាអ្នកលក់បានដែរព្រោះគាត់អត់មានជំនាញគាត់អត់បានចូលរៀននៅមហាវិទ្យាល័យតែថ្ងៃនេះផងដែរខ្ញុំក៏សូមប្រាប់បងប្អូនថានៅលើโลกនេះអ្នកដែលប្រកែលក់ទាំងអស់មិនមែនតែជាអ្នកដែលបានចូលរៀននៅមហាវិទ្យាល័យការដែលខ្ញុំនិយាយបែបនេះមិនមែនមានន័យថាការចូលរៀននៅមហាវិទ្យាល័យវាជារឿងដែលមិនបានការនោះទេការចូលរៀននៅមហាវិទ្យាល័យវាប្រសើរណាស់តែបើសិនជាយើងមិនបានចូលរៀននៅមហាវិទ្យាល័យក៏យើងកុំតន់អស់សង្ឃឹមបន្តិចទៀតបងប្អូននឹងដឹងថាតើការឲ្យយើងខ្លាយទៅជាអ្នកលក់ដល់កំពូលម្នាក់យើងត្រូវការអ្វីខ្លះចាំបាច់និងសំខាន់យើងថារូបសម្បត្តិសំខាន់ជំនាញសំខាន់តែបើយើងមានតែរូបសម្បត្តិមានតែជំនាញហើយអិរិយាបថរបស់យើងមិនទាន់ត្រឹមត្រូវមិនទាន់ល្អយើងក៏មិនអាចធានាបានដែរថាយើងប្រកាសជាជោគជ័យនៅក្នុងការលក់របស់យើងមានបុរសម្នាក់គាត់ឈ្មោះ Big Al គាត់គឺជាអ្នកតំណាងលក់ផលិតផលឲ្យក្រុមហ៊ុនមួយដ៏ធំនៅអាមេរិកគាត់គឺជាអ្នកលក់ម្នាក់ដែលមានប្រវត្តិលក់ម្ដាយយូរជាងគេគឺគាត់លក់ម្ដាយរហូតដល់ទៅមួយឆ្នាំ10ខែហេតុអីបើយើងនិយាយអំពីជំនាញរបស់គាត់ចេះច្រើនណាស់តាក់ទងទៅនឹងការលក់ព្រោះគាត់ជាមនុស្សដែលឆ្លាតបើយើងនិយាយថាតើរូបសម្បត្តិរបស់គាត់ស្អាតឬក៏អត់នោះគាត់រឹតតែស្អាតរឹតតែតង្ហាបើយើងនិយាយពីការខិតខំប្រឹងប្រែងរបស់គាត់មិនមែនជាមនុស្សខ្ជិលហើយបើយើងនិយាយថាតើគាត់តស៊ូឬក៏អត់នោះគាត់មិនមែនជាមនុស្សដែលងាយនឹងចោះចាញ់បើយើងនិយាយថាតើគាត់ជាមនុស្សដែលចូលចិត្តការលក់ឬក៏អត់នោះគាត់គឺជាមនុស្សដែលចូលចិត្តការលក់ជាទីបំផុតអញ្ចឹងគាត់នៅខ្វះកន្លែងណាគាត់រកមូលហេតុខ្លួនឯងមិនឃើញហើយដោយសារតែគាត់បរាជ័យយូរពេកគាត់ក៏បានទៅរកអ្នកប្រឹក្សាយោបល់ដើម្បីជួយគាត់ហើយគាត់ក៏បានទៅជួបអ្នកប្រឹក្សាយោបល់ម្នាក់ដែលគាត់គឺជាមនុស្សដែលមានវ័យចំណាស់ជាងគាត់ក្រោយពីបានជួបពិភាក្សាជាមួយនឹង Big Al បុរសចំណាស់នោះគាត់ក៏បានដឹងអំពីមូលហេតុដែលនាំឲ្យ Big Al លក់មិនដាច់មូលហេតុដែលនាំឲ្យ Big Al លក់មិនដាច់នោះគឺ Big Al គឺជាមនុស្សដែលមិនទាន់មានអិរិយាបថត្រឹមត្រូវជាអ្នកលក់គាត់គឺជាមនុស្សដែលមានអត្តចរិតរឿងរស់មានអំនួតអួតក្អេងក្អាងអួតកំពេងកំប៉ោងឆាប់ឆេវឆាវឆាប់ខឹងងាយប៉ះពាល់អារម្មណ៍គាត់មានពាក្យសម្ដីមិនសមរម្យគំរោះគំរាយគ្មានអំណរសាទរគ្មានសេចក្តីរីករាយនៅក្នុងខ្លួនហើយគាត់បណ្ដាលចេះញឹមទៅកាន់អ្នកដទៃពេលបុរសចំណាស់នោះគាត់ក៏បានប្រាប់ឲ្យ Big Al ធ្វើការកែប្រែបើសិនជា Big Al ចង់លក់ដាច់តែបើសិនជា Big Al មិនព្រមកែប្រែទេកុំថាឡើយមួយឆ្នាំ10ខែទោះជា10ឆ្នាំ10ខែទៀតក៏ Big Al នៅតែលក់មិនដាច់ហើយនឹងលក់មិនដាច់រហូតអស់មួយជីវិតជិតដល់ថាតែ Big Al គាត់គិតថាបុរសចំណាស់នោះគឺជាមនុស្សដែលមានចំណេះដឹងច្រើនជាងគាត់ខ្ពស់ជាងគាត់ចាស់ទុំជាងគាត់ក៏ធ្វើតាមតែពីមុនមកគឺ Big Al មិនដែលយកចិត្តទុកដាក់ស្ដាប់ពាក្យសម្ដីណែនាំពីអ្នកណាឡើយព្រោះគាត់គិតថាគាត់គឺជាមនុស្សដែលចេះដឹងជាងគេប្រសើរជាងគេនិងអស្ចារ្យជាងគេជាងនៅពេលនេះ Big Al ក៏ចាប់ដើមកែប្រែលើកនេះមុនពេលដែលគាត់ទៅលក់មុនពេលដែលគាត់ទៅជួបអតិថិជនគឺគាត់ចាប់ដើមរៀបចំខ្លួនរៀបចំអិរិយាបថរៀបចំទឹកមុខរៀបចំសម្ដីរៀបចំអត្តចរិតយ៉ាងសុភាពរៀបសាររស់រាយរាក់ទាក់ស្វាគមន៍ជានិច្ចស្វាគមន៍ចំពោះគ្រប់មនុស្សគ្រប់អតិថិជនទោះជាគាត់ជួបអតិថិជនវាយឬក្អិតកតោមប្រើពាក្យសម្ដីមិនសមរម្យដល់គាត់យ៉ាងណាក៏គាត់នៅតែញញឹមទន់ភ្លន់រស់រាយរាក់ទាក់ស្វាគមន៍ចំពោះគ្រប់អតិថិជនគ្រប់ស្ថានភាពនិងគ្រប់ហេតុការណ៍ដែលគាត់បានជួបនិយាយថាទោះជាការចាប់ដើមដំបងវាពិបាកព្រោះមនុស្សទឹកកាចហើយយើងប្រាប់ឲ្យគាត់កែប្រែទៅជាស្លូតវាហាក់បីដូចជាយើងបង្រៀនខ្លាឲ្យរៀបរឹកពៀទៅជាសត្វជៀមអញ្ចឹងវាពិបាកណាស់ទោះជាពិបាកយ៉ាងណាក៏គាត់ខំធ្វើព្រោះគាត់មានគំនិតមួយថាបើអ្នកដទៃអាចធ្វើកើតគាត់ក៏អាចធ្វើកើតព្រោះអ្នកដទៃក៏ជាមនុស្សបើអ្នកដទៃក៏ជាមនុស្សគាត់ក៏ជាមនុស្សអញ្ចឹងគាត់ក៏អាចធ្វើកើតដូចអ្នកដទៃដែរគាត់ក៏ចាប់ដើមធ្វើគាត់ខំប្រឹងធ្វើរហូតដល់អេរិយាបថទាំងអស់នោះคล้ายទៅជាទម្លាប់
hay đời ta tê tùm loạp này ê dạ bọt vitamin trầm tơ này hay để vừa ở quát ban rô khơi nơi cầm băng nơi ca lụa đỏ cha mỗi để vừa ở quát tụi ban chụp chơi nâng khai từ chia nè lụa đỏ cầm pul from tên khai từ chia thấy không dạ bèo trâm tại 3 năm cầm băng nơi ca lụa đỏ cha nó cừ bởi trong lụa bà là tập hal ở đáy cừ trâu lụa luôn ở thì chôn trôi chất chỉ môn thân chẳng mua là hai để cốt lụa bà là tập hal mình đáy vì môn máu cứ đời ta để cốt mình toát ban vừa ở thì chôn trôi chất quát hay mình trâm tại cốt mình ban vừa ở thì chôn trôi chất quát cốt hai đang vừa ở thì chôn pe clash lụa bà cay kia toát tên biệt đây chỉ mua nâng ở thì chôn chẳng từ on này hay mình đã một bị area bot mình toán trâm trâu rồi bỏ quát tay nâng pe để cốt chạp đam cài trái ở thì chôn chạp đam lanh cốt trôi chất quát hai đời ta tại ca lanh ca trôi chất này hay từ vừa ở thì chôn ba cùng nứt kết vitamin chụp búa quát kết lo chụp búa quát dốc chất tục đạp chụp búa ca này dây lụa bỏ quát hay tìm phốt ở thì chôn ở nút trôi chất quát tục chất quát chưa chạy quát hay quát còn lụa và là tập phó đai đôi chứ nè bởi dương trong của lụa và là tập phó ở đáy toát tại dương lụa luôn dương ở thì chôn trôi chất chỉ môn tân hay lụa luôn ở thì chôn trôi chất đông miền này tha thưa luôn ở thì chôn tờ lan như rọp an nâng trôi chất dương hay thưa mấy ở thì chôn tờ lan rọp an dương cứ ca điệp trong area bot nó bên đây dương miền area bot ở trong tới bên ở thì chôn con trôi chất dương con tờ lan dương hay chứ mình thay dương chiêm nút prophet na ban trôi tờ lan rồi của mình ban miền chùm đi rồi của mình miền rụp sầm phốt át rồi của mình át miền rồi của cross rồi của mau cho tại ai chụp chơi được nông mục chùm nuôi rồi có ca lụa đô rồi bỏ bong buồn tận ôi tại dương chiêm nút đại miền area bot lọ trâm trâu pro area bot này hay cứ chỉ nè cầm nót nơi chụp Việt Nam ôi nè lụa đây nè lụa chụp chơi rồi của mình chụp chơi đời xa area bot lụa đại rồi của mình đại đời xa area bot miền kê trôi chất rồi của mình trôi chất đời xa area bot miền kê trôi tinh rồi của mình trôi tinh đời xa area bot miền kê cham tô rồi của mình cham tô đời xa area bot miền kê cham mục rồi của mình cham mục đời xa area bot trên area bot này miền đầm lai na miền đầm lai lừa bìa vay tầng óc nông luôn rồi bom nô để đầm lai rồi bom nô cứ thật là lừa area bot lò miền area bot lò nô đừng on chiên tạt tay rồi bom nô để miền area bot lò nó để cột lạp tơ miền này miền đầm lai na chừng này tay rồi bom nô để miền area bot lò nó để cột lạp tơ mà cạm mà tên còn mình miền nạ mơ đây trên đời ta tại area bot ní vì bản chất ông bị đầm lai vì miền đầm lai bèm nâng hai ban chỉ pe khai hàng mùi nângផលិតផលរបស់គាត់ថ្លៃតែនៅតែមានអតិថិជនចូលទៅទិញហើយចូលទៅទិញច្រើនទៀតព្រោះអីដោយសារតែអ្នកលក់នៅក្នុងហាងហ្នឹងជាមនុស្សដែលមានអេរិយាបថល្អហើយមនុស្សយើងគឺឲ្យតម្លៃទៅលើតម្លៃអេរិយាបថថ្លៃជាងតម្លៃតំណែងទាំងនឹងសំខាន់ជាងតម្លៃតំណែងដែលមានតែមនុស្សដែលគ្មានអេរិយាបថល្អប៉ុណ្ណោះទេដែលគាត់គិតថាតម្លៃរបស់តំណែងថ្លៃជាងតម្លៃរបស់អេរិយាបថហើយគាត់មិនយកចិត្តទុកដាក់ទៅលើតម្លៃនៃអេរិយាបថchứ nó về đây nè lụa na còn miên ca riêng trong area bot bán ló về nút đầm lai tầm này là bao quát nâng lang khai đầm lai tầm này bao con lang khai mình mệt đời ta để con lang khai để tét đời ta tại tết chun oi đầm lai ai mình trâm tét tầm này là bao quát miên đầm lai tét thay tiền hàng bao quát miên tết chun trôi can để tràn tới ni hai cứ chuyện đầm lai này ca lụa từ can trôi chơi nô chừng nó lên lúc ní miên nè lụa tràn na tay nè lụa để ban kết cú nâng dốc chất tục đạnក្នុងការរៀបចំarea bot មានចំនួនតិចម្លោះហើយបានជាអ្នកលក់ដែលទទួលបាននូវភាពជោគជ័យគឺមានចំនួនតិចអ្នកលក់ដែលមិនចេះរៀបចំarea bot ល្អនៅក្នុងការលក់គឺគាត់លក់បានត្រឹមតែម្ហូបតែបើសិនជាអ្នកលក់ណាដែលមានការរៀបចំarea bot ហើយមានarea bot ល្អនៅក្នុងការលក់គឺគាត់មិនមែនលក់បានត្រឹមតែម្ហូបគឺគាត់លក់បានហូបបានមានបានចេះបានឆ្លាតហើយមនុស្សដែលនៅជុំវិញខ្លួនគាត់ឲ្យតម្លៃគាត់គោរពគាត់ស្រឡាញ់គាត់និងចូលចិត្តគាត់ទៀតផងជាងarea bot ល្អជួយឲ្យមនុស្សខ្លាយទៅជាអ្នកលក់ដែលមានឥទ្ធិពលអ្នកលក់ដ៏ខ្លាំងអ្នកលក់ដ៏ប្រកែកអ្នកលក់ដ៏មហិមាអ្នកលក់ដ៏ឆ្នើមនិងអ្នកលក់ដ៏អស្ចារ្យហើយការរៀបចំarea bot នេះហើយគឺជាការរៀបចំខ្លួនដើម្បីទទួលយកទ្រព្យសម្បត្តិនិងភាពជោគជ័យផ្សេងៗដែលតំណាងឲ្យសុភមង្គលក្នុងជីវិតរបស់មនុស្សទ្រព្យសម្បត្តិវានឹងចូលមករកតែអ្នកណាដែលមានការរៀបចំarea bot និងមានarea bot ល្អតែប៉ុណ្ណោះជាងសម្រាប់អ្នកលក់អេរិយាបថដែលបងប្អូនគួររៀបចំគួរគិតគូរដំបូងនោះគឺការរៀបចំខ្លួនការរៀបចំខ្លួននេះគឺជាការតុបតែងខាងក្រៅតែវាឆ្លុះបញ្ចាំងនិងសម្ដែងឲ្យឃើញអំពីលក្ខណៈធាតុខាងក្នុងរបស់មនុស្សអ្នកលក់ណាដែលមានការរៀបចំខ្លួនបានល្អត្រឹមត្រូវសមរម្យបញ្ជាក់ឲ្យឃើញថាអ្នកលក់នោះគឺជាមនុស្សម៉ឺងម៉ាត់ម៉ត់ចត់ច្បាស់លាស់មានការឲ្យតម្លៃនិងជាមនុស្សដែលមានសណ្ដាប់ធ្នាប់ល្អអញ្ចឹងអ្នកទិញគាត់នឹងគិតវិជ្ជមានចំពោះអ្នកលក់ប្រភេទនេះគាត់នឹងគិតថាអ្នកលក់ប្រភេទនេះច្បាស់ជាមានផលិតផលល្អសម្រាប់លក់ឲ្យគាត់ហើយ
hãy đây pro ca điệp trong luôn bao cốt lỏ bởi ca điệp trong luôn bao cốt lỏ còn min này tha cốt cứ chiếm nút đại dục chân tụi đại chấm pua ca nghĩa bởi cốt chiếm nút đại dục chân tụi đại chấm pua ca nghĩa còn min này tha cốt cứ chiếm nút đại dục chân tụi đại chấm pua ca lụa hay bởi cốt chiếm nút đại dục chân tụi đại chấm pua ca lụa còn min này tha cốt cứ chiếm nút đại dục chân tụi đại chấm pua lên tập phò đại cốt lụa bởi cốt chiếm nút đại dục chân tụi đại chấm pua lên tập phò đại cốt lụa còn min này tha cốt cứ chiếm nút đại dục chân tụi đại chấm pua at thì cho nó bao cốt chân at thì cho nó bao cốt chưa trẻ nghi đừng chưa trẻ hãy chạm vào đó mình lấy cốt ơi nằm đây mình lấy cốt dục chân tụi đại chấm pua cốt vinh đây cho bà ọt vinh nè tinh cốt đừng kết tha mơ sụp bay tè luôn ở bóc quát đại chỉ rồi bóc miên làm lai rồi bóc tầm khăn rồi bóc đại cua vô chân tụt đá quát mình vô chân tụt đá quát mình riết trong quát mình oi làm lai phong chu tùm rom và lên tập phao đại chỉ rồi bóc cao luôn tai oi quát chưa chạm mệnh đừng ban chân ca riết trong luôn ní vừa oi quát át lọ miên tập phao là phiếp hai à tê thì chôn chưa chạm quát tiệt phong ca riết trong luôn ní viết cứ chỉ ca oi làm lai một lơ luôn ái nâng lơ tôi lên tập phao là bóc luôn trên là pe na nè lụa miên làm lái pe núp là phao đừng miên làm lái đôi spy for what hay mình trâm ta vào nó nè tính có đừng miên mô tả phiệp na nó pe đèn nè lụa miên ca điệp trong luận bàn lọ trâm trời xòm rốt một lụa là phao ở quạt prom nuôi dương nè na có trong miên làm lái nè na có trong miên mục miên mót đây phải pôn pi nè bật phân chia đây điệp trong luận bàn lọ trâm trời xòm rôm từ nuôi hòm huôn ạt bát hay phải pôn cái tre cái tra ta đây nó prom ở phải pôn nó đào chỉ muối đi cái ọt cứ ọt trên này phải pôn đôi kia bởi tên chip quạt không prang phơi luôn át bát không prang phơi luôn giang nhong hay đây là bao quạt không có áo sau các bạn của tring của tướng ta bảo quân prom ở đây đang chỉ muốn được ọt cứ ọt đôi tại kia dân ca điệp trong luôn đi viết cứ chỉ chừng nói tiện tiền đừng bắn đá chật oi ở tiện thì chốn chắp ở đó một lời dưỡng đừng chắp ở đó mà lớp lên tập phò bao dưỡng hay rồi ngày này mà nuôi dưỡng chụp nia admin mơ lợi đấy cứ mơ lơ ca điệp trong luôn hay viên để trai tam dạ ca điệp trong luôn thằng anh chân ca điệp trong luôn ỏi xóm rốm dương đừng miên ở tập pol từ lên nhẹ đợt tây hay mình trâm tại phần nó pe na dương miên ca điệp trong luôn ban lọ xóm rốm trâm tới pe nu dương đừng miên ca chưa chạm một lơ luôn anh tiệt phong chân đi cứ chi chấm nói đây nhẹ lụa cua vô chết tục đạn na luôn ở pe na dương miên ở tập pol từ lên nhẹ tính cột nghi đừng chưa chạm một lời dương đôi chân này nhẹ lụa cua vô chết tục đạn điệp trong luôn ở ban lọ ở ban trâm tới ở ban xóm rốm ở ban xóm tuôn xóm nâng chấm ho này đong luôn xóm rốm riêng cai xóm mục xóm mọt xóm po xóm cả lạ thế dạ hay chi về thế nó cứ ca điệp trong luôn ở miền ca tệ tí nhưng miền ở tập pol từ lơ à tệ thì chôn hay ca điệp trong luôn ở miền ca tệ tí nhưng miền ở tập pol từ lơ à tệ chôn nó cứ ca điệp trong từ lơ xâm liệt bằng pẹ tầm khăn na xâm liệt bằng pẹ cứ chỉ kêu sọc hàng cao luôn tay chlo bánh trắng liên tờ đáng đừng lẹ băng khiết bất kháng nó một bao mà nô lẹ băngយ៉ាងម៉េចឧទាហរណ៍ថាយើងស្លៀកបែកទៅនុយហមហួនស្អាតបាតហើយអត់មានលុយមករៀលក៏អត់មានអ្នកណាដឹងដែរអញ្ចឹងអ្នកលក់ទាំងអស់មិនធានាថាគាត់ជាមនុស្សដែលមានលក្ខណៈត្រឹមត្រូវនោះទេតែបើសិនជាគាត់មានការរៀបចំខ្លួនល្អស្អាតបាតទៅនុយសំទួនអ្នកទិញមានតែដឹងថាគាត់ជាមនុស្សយ៉ាងម៉េចណាគឺអ្នកទិញគាត់នឹងគិតថាអ្នកលក់នេះជាមនុស្សបែបនេះយើងមិនមែនចង់បោកប្រាស់គាត់ទេតែពេលនេះយើងជាអ្នកលក់អញ្ចឹងបើយើងមានចំណុចខ្វះខាតនៅក្នុងខ្លួនយើងគួរតែកុំតន់បញ្ចេញអាចចំណុចខ្វះខាតចំណុចខ្សោយទាំងអស់នោះឲ្យអតិថិជនដឹងព្រោះគាត់នឹងមិនជឿជាក់លើយើងមួយទៀតការរៀបចំសម្លៀកបំពាក់នេះលាតត្រដាងនៅធាតុពិតខាងក្នុងរបស់មនុស្សលាតត្រដាងយ៉ាងម៉េចឧទាហរណ៍ថាបើសិនជាអ្នកលក់ណាស្លៀកសម្លៀកបំពាក់ចាស់ពេកសម្លៀកបំពាក់ចាស់ពេកមានន័យថាផលិតផលរបស់អ្នកលក់នោះអន់ផលិតផលនោះគ្មានការរីកចម្រើនហើយដោយសារតែផលិតផលអន់ទើបធ្វើឲ្យគាត់លក់មិនដាច់ហើយដោយសារតែគាត់លក់មិនដាច់ទើបគាត់គ្មានលុយសម្រាប់ទិញសម្លៀកបំពាក់ហើយគាត់នៅតែស្លៀកពាក់សម្លៀកបំពាក់ចាស់ដដែលឬក៏បញ្ជាក់ថាអេរិយាបថរបស់អ្នកលក់នេះអន់ដោយសារតែអេរិយាបថអន់ទើបធ្វើឲ្យគាត់លក់មិនដាច់ហើយដោយសារតែគាត់លក់មិនដាច់ទើបធ្វើឲ្យគាត់គ្មានប្រាក់ដោយសារតែគាត់គ្មានប្រាក់ទើបគាត់នៅតែស្លៀកសម្លៀកបំពាក់ចាស់ដដែលបែបហ្នឹងដូច្នេះអ្នកលក់គួរគិតគូរកុំស្លៀកសម្លៀកបំពាក់ចាស់ពេកមានបងប្អូនខ្លះគាត់ថាគាត់អត់មានលុយទិញតែសំណួរធ្វើថាបើសិនជាគាត់គ្មានលុយសម្រាប់ទិញសម្លៀកបំពាក់សមរម្យមកកាផ្លេឬក៏ពីបេកផ្លេដើម្បីស្លៀកពាក់ចុះគាត់មានប្រាក់ឯណាដើម្បីមកបើកមុខជំនួយឬក៏ទិញផលិតផលសម្រាប់លក់ចឹងបើយើងចំណាយលុយទៅលើផលិតផលរបស់យើងហើយបំណែកតែយើងចំណាយលុយទៅលើមុខជំនួយឬក៏ការទិញផលិតផលមកលក់របស់យើងហើយយើងគួរតែចំណាយទុនខ្លះ
ដើម្បីរៀបចំខ្លួនរបស់យើងឲ្យបានសមរម្យទៅនឹងផលិតផលរបស់យើងហើយសម្រាប់បំពាក់ដែលសមរម្យនោះមិនចាំបាច់ថ្លៃពេកតែឲ្យតែស្អាតឲ្យតែសមរម្យគឺយើងអាចស្លៀកពាក់ទៅមានឥទ្ធិពលហើយបងប្អូនខ្លះទៀតក៏ថាអូចាំគាត់លក់បានលុយសិនចាំទិញសម្លៀកបំពាក់ឲ្យបានសមរម្យចាំគាត់រៀបចំខ្លួនឲ្យបានត្រឹមត្រូវតែសំណួរសួរថាបើសិនជាគាត់បើកហាងបាយតើគាត់ចាំឲ្យអតិថិជនចូលមកហាងបាយរបស់គាត់ឲ្យពេញចាំគាត់ទិញចានទិញឆ្នាំងទិញស្លាបព្រាទិញកំសៀវស្អាតបាតមករៀបចំហាងរបស់គាត់ឬក៏គាត់ទិញប្រដាប់ប្រដាទាំងអស់ហ្នឹងមករៀបចំហាងរបស់គាត់ឲ្យបានល្អស្អាតសមរម្យដើម្បីទាក់ទាញឲ្យភ្ញៀវមកចូលហាងរបស់គាត់ជាងការរៀបចំខ្លួននេះគឺជាចំណុចទាក់ទាញសម្ភារបំពាក់នេះគឺជាចំណុចទាក់ទាញឲ្យអតិថិជនជឿជាក់ទុកចិត្តមកលើខ្លួនយើងដែលជាអ្នកលក់ហ្នឹងហើយទៀតសម្ភារបំពាក់ឲ្យមានភ្លីបើសិនជាយើងស្លៀកពាក់អាវយឺតអត់មានភ្លីអត់បញ្ហាតែបើសិនជាយើងស្លៀកពាក់អាវរបស់យើងជាអាវធម្មតាដែលគួរមានភ្លីហើយយើងអត់មានភ្លីវាបញ្ជាក់ថាយើងគឺជាមនុស្សដែលមិនយកចិត្តទុកដាក់ស្លៀកពាក់ឲ្យតែបានស្លៀកពាក់គម្រប់កិច្ចបើយើងជាមនុស្សដែលស្លៀកពាក់ត្រឹមតែគម្រប់កិច្ចអ្នកទិញគាត់នឹងគិតថាអ្នកលក់នេះប្រកាសជាលក់ផលិតផលគម្រប់កិច្ចដែរមួយទៀតសម្ភារបំពាក់ប្រឡាក់បើប្រឡាក់យើងគួរតែបោកតែបើយើងមិនបានបោកអតិថិជនគាត់នឹងគិតថាយើងជាមនុស្សធ្វេសប្រហែសមិនមានការឲ្យតម្លៃរហូតដល់គាត់គិតថាអូអ្នកលក់នេះស្មោករោគណាស់បើអ្នកលក់នេះស្មោករោគក៏មានន័យថាផលិតផលនេះស្មោករោគដែរហើយបើគាត់គិតថាផលិតផលរបស់យើងស្មោករោគគាត់មានទឹកចិត្តឯណាមកទិញផលិតផលរបស់យើងហើយនឹងធ្វើឲ្យយើងលក់មិនដាច់មានបងប្អូនមួយចំនួនដែលគាត់បើកហាងឬក៏តូបទៅតាមផ្ទះរបស់គាត់អត់ពាក់អាវការមិនពាក់អាវនេះវាគឺជាអេរិយាបថមួយដែលសម្ដែងថាគាត់ខ្វះសីលធម៌ឬក៏មើលងាយអ្នកទិញបងប្អូនតាគិតមើលបើយើងទៅជួបប្រធានាធិបតីតើយើងហ៊ានលែងខ្លួនទៅជួបគាត់ទេជាងនៅពេលណាយើងដោះអាវចុះពេលកំពុងលក់ហើយមានអតិថិជនដែលគាត់ជានារីមកទិញផលិតផលរបស់យើងគាត់ខ្មាស់ប៉ុណ្ណាគាត់អៀនប៉ុណ្ណាការដែលខ្ញុំនិយាយថាដោះអាវនេះបងមិនមែនបងប្អូននារីជាអ្នកដោះអាវទេណាគឺអ្នកលក់បុរសជាអ្នកដោះអាវហើយមានច្រើនណាស់មួយទៀតក្លិនខ្លួនក៏ជាចំណុចដែលយើងគួរយកចិត្តទុកដាក់ដែរបើផលិតផលរបស់យើងក្លិនមិនល្អវាជារឿងមួយដែលធម្មតាតែបើក្លិនខ្លួនរបស់យើងមិនល្អវាជារឿងដែលអតិថិជននឹងវាយតម្លៃមកលើយើងគាត់នឹងវាយតម្លៃថាអ្នកលក់នេះគឺជាមនុស្សដែលស្មោករោគហើយបើអ្នកលក់នេះស្មោករោគមានន័យថាផលិតផលរបស់គាត់ក៏ស្មោករោគមួយទៀតស្រោមជើងក៏ជាចំណុចមួយដែលយើងគួរយកចិត្តទុកដាក់ស្រោមជើងក៏ជាប្រភេទសម្លៀកបំពាក់ដែរមានបងប្អូនខ្លះពាក់ស្រោមជើងសជាមួយនឹងខោខ្មៅហើយស្បែកជើងខ្មៅការស្លៀកពាក់បែបនេះមានន័យថាគាត់មិនទាន់ស្គាល់បែបបទនៃការរៀបចំខ្លួនខោខ្មៅស្បែកជើងខ្មៅពាក់ជាមួយនឹងស្រោមជើងពណ៌ខ្មៅស្រោមជើងពណ៌សយើងពាក់ជាមួយនឹងខោសឬក៏ស្បែកជើងសហើយទៀតសក់គឺជាគ្រឿងជួយទ្រទ្រង់មុខធ្វើឲ្យមុខមានភាពទាក់ទាញនិងលើកស្ទួយឥទ្ធិពលនៃមុខមាត់ដូច្នេះអ្នកលក់គួររៀបចំសក់ឲ្យសមនឹងទម្រង់មុខការរៀបចំសក់ឲ្យសមនឹងទម្រង់មុខមានន័យថាធ្វើសក់របស់យើងឲ្យសមនឹងទម្រង់មុខឲ្យមើលទៅមានឥទ្ធិពលបើមុខរបស់យើងខ្លីឬក៏ធំយើងធ្វើសក់ឡើងលើបន្តិចទៅបើសិនជាមុខរបស់យើងវែងឬក៏តូចទើបលាក់សក់ចុះមកក្រោមបន្តិចមកឲ្យសមនឹងទម្រង់មុខរបស់យើងតែយ៉ាងណាខ្ញុំមិនមែនជាអ្នកជំនាញខាងធ្វើសក់អញ្ចឹងបងប្អូនអាចទៅរកអ្នកដែលជំនាញខាងធ្វើសក់គាត់ទីប្រឹក្សាដ៏ល្អសម្រាប់បងប្អូនតែយ៉ាងណានៃដែលខ្ញុំនិយាយនេះគឺធ្វើយ៉ាងណាឲ្យការរៀបចំសក់របស់យើងមើលទៅឃើញមុខឲ្យឃើញមុខរបស់យើងច្បាស់ហេតុអីក៏ចាំបាច់ត្រូវឲ្យឃើញមុខរបស់យើងច្បាស់ការដែលយើងធ្វើអីមួយដោយលាក់បាំងមុខរបស់យើងមានន័យថាយើងកំពុងតែធ្វើរឿងនោះមិនល្អយើងកំពុងតែធ្វើរឿងនោះខុសច្បាប់យើងកំពុងតែលាក់ឬក៏កុហកបំភាន់ផ្នែកអ្នកដទៃហើយយើងលក់ផលិតផលវាអត់មានអីដែលយើងគួរលាក់ឬក៏កុហកបំភាន់អ្នកដទៃជាបងប្អូនថាគិតមើលចោលបើសិនជាចោលណាដែលពាក់ស្រោមមុខគាត់ប្លន់ទៅហៅជាងចោលដែលមិនពាក់ស្រោមមុខហេតុអីព្រោះអត់មានអ្នកណាឃើញមុខគាត់ហើយដោយសារតែគ្មានអ្នកណាឃើញមុខគាត់ធ្វើឲ្យគាត់ហ៊ានធ្វើទង្វើអាក្រក់ដល់ទៅហៅគោខើជាទីបំផុតអញ្ចឹងនៅពេលណាយើងរៀបចំធ្វើឲ្យមុខស្រឡះអតិថិជនមើលមកថាយើងគ្មានអីគួរលាក់បាំងបើផលិតផលរបស់យើងច្បាស់ជាផលិតផលល្អហើយបើផលិតផលរបស់យើងល្អគាត់ងាយនឹងជឿជាក់អញ្ចឹងមុខស្រឡះជឿធ្វើសក់ឲ្យមើលឃើញមុខច្បាស់ឲ្យឃើញមុខស្រឡះឲ្យឃើញថ្ងាសទូលាយឲ្យមានរាសីព្រោះរាសីរបស់យើងស្ថិតនៅលើមុខបងប្អូនណាដែលចង់បានរាសីមិនចាំបាច់ទៅស្វែងរកពីហោរាសាស្ត្រឬក៏ពីកន្លែងណាផ្សេងព្រោះមនុស្សយើងជាអ្នកបង្កើតរាសីមិនមែនរាសីជាអ្នកបង្កើតមុខក្រោយពីការរៀបចំខ្លួនអស់ហើយគឺឆ្លុះកញ្ចក់មានមនុស្សច្រើនណាស់ដែលឆ្លុះកញ្ចក់រាល់ថ្ងៃហើយចូលចិត្តកញ្ចក់ទៀតផងតែឆ្លុះតែរង្វង់មុខតែសម្រាប់អ្នកលក់គឺយើងមិនមែនឆ្លុះតែរង្វង់មុខគឺឆ្លុះទាំងមុខឆ្លុះទាំងខ្លួនឆ្លុះទាំងលើឆ្លុះទាំងក្រោមឆ្លុះទាំងពីចុងជើងរហូតដល់លើក្បាលពីលើក្បាលរហូតដល់ចុងជើងការឆ្លុះនេះមិនមែនឆ្លុះដើម្បីតែភាពស្អាតមួយមុខ
តែឆ្លុះដើម្បីភាពស្អាតផងភាពសមផងនិងភាពត្រឹមត្រូវផងទៀតព្រោះអ្នកលក់គឺជាមនុស្សដែលគួរឲ្យអ្នកទិញជឿទុកចិត្តជាទីបំផុតជាងកញ្ចក់នេះវាជួយកែកុនយើងនៅពេលដែលយើងមានកំហុសឆ្គងហើយលាតត្រដាងកំហុសឆ្គងទាំងអស់នោះទៅឲ្យអតិថិជនបានឃើញមានសេដ្ឋីម្នាក់របស់ប្រទេសកូរ៉េគាត់ឈ្មោះថាលោកកឹមភូឆុងលោកកឹមភូឆុងក៏ចូលចិត្តកញ្ចក់ណាស់គាត់ថាកញ្ចក់គឺជាមិត្តដ៏ស្មោះត្រង់របស់គាត់ដែលកញ្ចក់មិនដែលលាក់លៀមម្ដងឡើយណាដល់ពេលដែលគាត់មានកំហុសឆ្គងផ្នែកអេរយាប័តអញ្ចឹងមុនពេលដែលគាត់ចេញទៅជួបអតិថិជនទៅខាងក្រៅគឺគាត់តែងតែទៅជួបកញ្ចក់តែថ្ងៃនេះមុខរបស់គាត់ស្រស់ឬក៏មិនស្រស់កញ្ចក់ប្រាប់បើទនុយរបស់គាត់ហមឬក៏មិនហមកញ្ចក់ប្រាប់បើចំហរបស់គាត់ឬក៏ដំណើររបស់គាត់សមឬក៏មិនសមស្វាហាប់ឬក៏មិនស្វាហាប់កញ្ចក់ប្រាប់ជាងគាត់តអីកញ្ចក់ប្រាប់នឹងដែលសូម្បីតែសក់មកតតែដែលធ្លាក់ខុសភ្លីក៏កញ្ចក់ប្រាប់ម្ល៉េះហើយមុនពេលដែលគាត់ចេញទៅក្រៅទៅជួបអតិថិជនទៅធ្វើការទៅជួបភ្ញៀវគឺគាត់តែជួបកញ្ចក់ជាងកញ្ចក់នេះជួយធ្វើឲ្យគាត់មានឥទ្ធិពលទៅលើមនុស្សដទៃហើយជួយរកលុយឲ្យគាត់បានច្រើនណាស់ព្រោះដោយសារតែកញ្ចក់នេះហើយដែលធ្វើឲ្យគាត់មិនដែលប្រព្រឹត្តកំហុសឆ្គងផ្នែកអេរយាប័តចំពោះមនុស្សដទៃហើយនៅដោយសារតែគាត់គ្មានចំណុចខ្សោយបែបហ្នឹងហើយធ្វើឲ្យអ្នកដទៃងាយនឹងជឿទុកចិត្តលើគាត់ជាងរាល់ផលិតផលឬក៏សេវាកម្មដែលគាត់ផលិតរួចហើយអ្នកដទៃទិញអស់ដោយគ្មានការសង្ស័យនេះហើយគឺជាការរៀបចំខ្លួនហើយការត្រួតពិនិត្យមើលលើខ្លួនយើងឲ្យមានអេរយាប័តផ្នែកអេរយាប័តខាងក្រៅនឹងគឺត្រឹមត្រូវបន្ទាប់ពីការរៀបចំអេរយាប័តខាងក្រៅឲ្យត្រឹមត្រូវហើយគឺយើងរៀបចំអេរយាប័តខាងក្នុងវិញគឺការនិយាយ